ជីវិតស្ត្រីមេផ្ទះពេលតំណេគឺរវល់មានអីច្រើនទៅនេះដើរមើលជុំវិញតំណេគឺដាំបន្លែដូចគេដាំរវល់គឺធ្វើការដាំបន្លែដដែលចុះឡើងគឺមានអីឆ្ងាយពីបន្លែទេហើយនេះស្គាល់បងប្អូនគឺអានុងទេសបងប្អូនហើយខ្ញុំមកទៅចេះហូបវិញអត់ចេះហ្មងបើអានុងធម្មតាបែបនេះអាចហូបកើតដាំច្រើនបងប្អូនហើយនេះគម្រោងយើងផងដាំទេដែរបងប្អូនតែអត់តន់ប្រាប់ថាដាំអីគេទេក៏ធ្វើការរៀបទៅហើយស្អាតមែនតែនកង់ឡានដែលយើងណៃម៉ូតចេញដូចជាផ្កាអញ្ចឹងបងប្អូនហើយយើងយកមកកែច្នៃហើយធ្វើឲ្យវាស្អាតទៀតបងប្អូនយើងមានរោងដាក់លក្ខណៈទឹកអីឲ្យវារលុកអញ្ចឹងហើយនេះគឺមានសណ្ដែកគួរនិយាយរួមនៅជុំវិញកសិដ្ឋានអត់មានឲ្យដីទនេទេបងប្អូនអើយដាំគ្រប់សពហ្មងណាបើមិនបានលក់ក៏បានមកហូបដែរបងប្អូនសម្រាប់អ្នកបុគ្គលិកនៅក្នុងកសិដ្ឋានផ្ទាល់ហ្មងមានលម៉ើមានសាគូរ៉ាមានអាស័យយើងយកទាំងដើមយកទាំងទំពាំងទៀតហើយនេះគឺជាដូងលហុងក្រូចឆ្មាមានមើនមានអីទៀតបងប្អូនមានម្កាក់មានតបែកអីចឹងទៅហើយដូងនេះគឺផ្លែល្អខ្លាំងមែនតើបន្ទាប់ពីយើងដាក់ជីម្សៅលក្ខណៈជីសរីរាង្គបងប្អូនយើងដាក់អីកុំ1គីឡូទៅ2គីឡូអញ្ចឹងណាហើយយើងបើកទឹកឲ្យជោគទៅហើយផ្លែវាគឺកាន់ហើយល្អខ្លាំងមែនតើហើយវីដេអូយើងមានប៉ុណ្ណឹងអរគុណជម្រាបលាបាយបាយ